បាទ Hello សូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃដែលខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅក្នុង clip វីដេអូបាទថ្មីនេះដែរខ្ញុំសូមបង្ហាញបងប្អូនពីរបៀបចូលទៅបិទកុំឲ្យគេឃើញលេខទូរស័ព្ទរបស់យើងនៅក្នុងបាទ Telegram បាទហើយខ្ញុំសូមធ្វើការបែរកាមេរ៉ាបន្តិចដើម្បីបង្ហាញបងប្អូនអត់ទូរស័ព្ទដៃនេះតែម្ដងឬក៏ account Telegram របស់ខ្ញុំតែម្ដងណាបាទសម្រាប់បងប្អូនខ្លះគឺគាត់អត់ចង់ឲ្យអ្នកដទៃហ្នឹងស្គាល់លេខទូរស័ព្ទរបស់គាត់ទេណាបាទអញ្ចឹងហើយគឺគាត់ចង់ធ្វើការបិទកុំបង្ហាញលេខទូរស័ព្ទទៅក្នុងTelegram អញ្ចឹងបងប្អូនអាចធ្វើការបិទបានបាទជាហ៊ានដំបូងបងប្អូនគ្រាន់តែចូលមក Telegram មកឥឡូវសូមធ្វើការclear Telegram របស់ខ្ញុំចេញសិនដើម្បីបង្ហាញបងប្អូនសាថ្មីណាបាទរួចហើយបងប្អូនចូលទៅលើ Telegram បងប្អូនប្រើរាល់ថ្ងៃហ្នឹងមកបាទរួចហើយបងប្អូនរកមើលសញ្ញាត្រេ3នៅខាងលើផុតខាងឆ្វេងដៃសម្រាប់ពពុះ Android ណាបាទចុចទៅលើត្រេ3ហើយនឹងចេញតម្រងបែបនេះបងប្អូនរកមើលសញ្ញារូបកងចក្រឬក៏បងប្អូនតែងតែហៅពាក្យថាកូនសោហើយភាសាអង់គ្លេសគេដាក់ថាsetting ណាបាទហើយបងប្អូនចុចទៅលើហ្នឹងមករួចហើយនឹងចេញតម្រងបែបនេះចេញតម្រងបែបហ្នឹងបងប្អូនរកមើលសញ្ញាមេសោវិញម្ដងនេះបាទហើយគេដាក់ថា privacy and security ចុចទៅលើហ្នឹងមករួចហើយនឹងបែងចែកចេញជា2នេះមានអក្សរsecurity ហើយនឹងពាក្យថាprivate privacy បាទអញ្ចឹងបងប្អូនយកនៅខាងក្រោមហ្នឹងមានពាក្យថា privacy ហ្នឹងបាទបងប្អូននៅខាងក្រោម privacy ហ្នឹងបងប្អូននឹងឃើញពាក្យថា phone number បងចុចលើហ្នឹងមកកន្លែងពាក្យថា phone number ហ្នឹងមកដល់ត្រង់នេះបងប្អូននឹងឃើញនៅខាងលើហ្នឹងមានអក្សរ3ជួរឲ្យបងប្អូនធ្វើការ tick យកណាបាទនៅខាងលើនេះមានពាក្យថា everybody ហើយនៅខាងក្រោមទី2នេះបងប្អូននឹងឃើញពាក្យថា my connect ហើយនៅខាងក្រោម port នេះបងប្អូននឹងឃើញពាក្យថាnobody បាទនៅខាងលើ port នេះeverybody នេះគឺមានន័យថាឲ្យតែនរណាម្នាក់ស្គាល់Telegram បងប្អូននោះនឹងគាត់នឹងឃើញលេខទូរស័ព្ទបងប្អូនហើយប៉ុន្តែបើសិនជាបងប្អូនយកពាក្យថាmy connect នេះគឺសម្រាប់តែfriend បងប្អូនទេទើបមើលឃើញលេខទូរស័ព្ទបងប្អូនបើសិនជា friend បងប្អូនហ្នឹងconvert ឲ្យអ្នកដទៃគឺអ្នកដែល convert ហ្នឹងគឺមិនអាចមើលឃើញបានទេណាហើយបើសិនជាបងប្អូនយកពាក្យថាnobody នេះគឺមិនថា friend ឬក៏អ្នកមិនមែន friend ទេគឺមិនមានសិទ្ធមើលឃើញលេខទូរស័ព្ទបងប្អូនទេអញ្ចឹងបើសិនជាបងប្អូនចង់ថាចង់បិទកុំឲ្យគេឃើញលេខទូរស័ព្ទតែម្ដងបងប្អូនចុច tick យកពាក្យថាnobody ហ្នឹងមកណាnobody ហើយនៅខាងក្រោមនេះបងប្អូននឹងឃើញពាក្យថាeverybody និង my connect អញ្ចឹងបងប្អូន tick យកពាក្យថាmy connect ហ្នឹងមកនៅខាងក្រោមហ្នឹងណាអញ្ចឹងនៅខាងលើនេះបងប្អូនយកពាក្យថាnobody ហើយនៅខាងក្រោមនេះមាន2មាន everybody ហើយនិង my connect អញ្ចឹងបងប្អូនយកពាក្យថា my connect ហ្នឹងមកបងប្អូនយកតែប៉ុណ្្នឹងទៅរួចហើយបងប្អូនចុចគ្រីសដើម្បីឲ្យជាប់នៅកន្លែងphone number ហ្នឹងបងប្អូននឹងឃើញពាក្យថាnobody អញ្ចឹងវាខុសគេនៅខាងក្រោមនេះនឹងចេញពាក្យថា everybody ប៉ុន្តែកន្លែងពាក្យថា phone number ហ្នឹងបងប្អូននឹងឃើញពាក្យថា nobody អញ្ចឹងតែប៉ុណ្្នឹងទៅគឺបិទលេខទូរស័ព្ទបងប្អូនមិនឲ្យគេឃើញហើយណាមិនថា friend ឬក៏មិនមែន friend ទេគឺមិនអាចមើលឃើញលេខទូរស័ព្ទបងប្អូនទេណាអញ្ចឹងបងប្អូនគាត់តែចេញវិញមកនោះនឹងជាប់តែម្ដងណាហើយនៅត្រង់នេះគឺមិនអាចបិទបានទេណាសម្រាប់តែអ្នកដទៃទេប៉ុន្តែបើសិនជាបងប្អូនចូលមកលើ account របស់ខ្លួនឯងបងនឹងឃើញណាអញ្ចឹងបងមិនបាច់ឆ្ងល់ទេណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនឃ្លីបពីបងប្អូនទេក៏សូមជូនពរជូនជ័យដល់បងប្អូននៅរកទទួលទីមានសុខភាពល្អហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាខ្ញុំក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនពុកម៉ែផងនៅពេលនេះដែរខ្ញុំក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូថ្មីក្រោយទៀតអរគុណច្រើន